ចាសសម្រាប់វីដេអូនេះអ្នកគ្រូសូមចែករំលែកពីអានុភាពនៃការសូត្រមន្តណាដើម្បីឲ្យ fan ដែលជាកល្យាណមិត្តដែលជាមិត្តពធដឹងថាការសូត្រមន្តនេះបានអីខ្លះមានអានុភាពអីខ្លះឥឡូវមកស្ដាប់វីដេអូនេះទាំងអស់គ្នាណាអានុភាពពុទ្ធមន្តរបស់ព្រះសម្មាសម្ពុទ្ធមិនមែនហុចផលត្រឹមតែជាពីឈឺការពិតទៅមិនថាជារឿងស្រូបទ្រព្យការពារគ្រោះភ័យតអាយុខៃក៏អាចធ្វើទៅបានបើដឹងពីវិធីក្នុងការសូត្រពុទ្ធមន្តឲ្យកើតអានុភាពឥឡូវយើងមកស្ដាប់ពី3មូលហេតុដែលធ្វើឲ្យមនុស្សសូត្រមន្តហើយមិនបានទទួលផលពីព្រះអរហន្តទាំងអស់គ្នាទី1អ្នកដែលសូត្រត្រឹមតែសូត្រទន្ទិញឲ្យចាំមាត់មិនបានមានចិត្តជ្រះថ្លាជាមួយនឹងព្រះសម្មាសម្ពុទ្ធហើយចិត្តរបស់អ្នកសូត្រមិនស្ងប់គ្រប់គ្រាន់ keyword របស់ខនេះគឺត្រូវសូត្រដោយចិត្តស្ងប់ចិត្តនឹងទៅកើតអានុភាពពីបទសូត្រពុទ្ធមន្តបើសូត្ររហូតដល់ចិត្តស្ងប់ចិត្តនឹងហើយចិត្តសទ្ធាក្នុងព្រះរតនត្រ័យនឹងកើតឡើងនៅខ្លួនឯងសំណួរសួរថាតើត្រូវសូត្រយ៉ាងម៉េចដើម្បីឲ្យចិត្តស្ងប់ហើយចិត្តនឹងការសូត្រមន្តគឺជាការហ្វឹកសមាធិមួយសូមប្រៀបធៀបងាយការហ្វឹកសមាធិប្រៀបដូចជាការហាត់ប្រាណបើយើងហ្វឹកជាប់លាប់ក៏អាចធ្វើឲ្យជំនាញបានឧទាហរណ៍ថាបើគេឲ្យរត់ចម្ងាយ5គីឡូប្រកាសជាមានអ្នករត់មិនកើតហើយការដែលរត់មិនកើតគឺដោយសារមិនបានហ្វឹកហាត់មិនបានកម្ដៅរាងកាយពីមុនមកដល់ពេលរត់វាអាចនឹងប្រគៀវកាច់ចុករយតែបើទុកពេលឲ្យហាត់មួយខែសិនការសូត្រមន្តដើម្បីឲ្យចិត្តស្ងប់នឹងក៏ដូចគ្នានឹងការហាត់រត់សូមតែឲ្យធ្វើញឹកញាប់ហើយជាប់លាប់រត់មិនដាច់ក៏នឹងកើតការសូត្រហើយចិត្តក៏ស្ងប់វិធីនៃការសូត្រដោយចិត្តរីករាយចិត្តផុរផង់ជ្រះថ្លានៅក្នុងគណៈពេលដែលសូត្រត្រូវបង្អោនចិត្តឲ្យដូចជាយើងចូលគាល់នៅចំពោះព្រះភ័ក្ត្រព្រះអង្គព្រះសម្មាសម្ពុទ្ធទ្រង់ត្រាស់ថាភាវិតាពហុលីកតាធ្វើញឹកញាប់ធ្វើឲ្យជាប់ជឿថាចិត្តរបស់យើងនឹងស្ងប់ហើយកើតអានុភាពនៃបទសូត្រមន្តតាមដែលយើងតាំងប្រាថ្នាមូលហេតុទី2ដែលធ្វើឲ្យយើងសូត្រមន្តឲ្យមិនបានផលនោះដោយសារកិលេសផុសឡើងក្នុងចិត្តដោយរឿងដែលព្រះសម្មាសម្ពុទ្ធបានត្រាស់ថាកាលពីអតីតមានកង្កោកមួយមានសម្បុរដូចមាសគឺជាស្ដេចកង្កោកមាសអាស្រ័យនៅក្នុងព្រៃជ្រៅថ្ងៃមួយមានព្រានព្រៃបោះបាញ់សត្វបានតែឃើញកង្កោកមាសក៏កើតមានចិត្តគិតថាបើចាប់កង្កោកមាសនេះទៅលក់ឲ្យព្រះរាជាបានខ្លួនឯងនឹងបានលុយចំនួនច្រើនក៏ស្កាត់ទៅចាប់កង្កោកមាសនោះចាប់ពីមួយថ្ងៃទៅមួយថ្ងៃមួយខែទៅមួយខែពីមួយឆ្នាំទៅមួយឆ្នាំកន្លងផុតទៅច្រើនឆ្នាំរហូតដល់ព្រានព្រៃនោះឈឺចិត្តស្លាប់អញ្ចឹងនៅពេលដែលព្រានព្រៃនោះចិត្តស្លាប់គាត់ក៏បានផ្ដាំរឿងនេះទៅកូនប្រុសរបស់គាត់ប្រាប់ថានៅក្នុងព្រៃជ្រៅនោះមានកង្កោកមាសបើមានព្រះរាជាសួរឲ្យនាំដំណឹងនេះទៅប្រាប់ហើយកូននឹងបានទ្រព្យចំនួនច្រើនពេលវេលាកន្លងទៅមិនយូរប៉ុន្មានក៏មានរឿងកើតឡើងពិតមែនគឺមហេសីរបស់ព្រះរាជាបានសុបិនឃើញកង្កោកមាសមកនិយាយធម៌ឲ្យស្ដាប់ពេលបានស្ដាប់ហើយមានចិត្តសោមនស្សភ្ញាក់ឡើងចង់ស្ដាប់ធម៌ទៀតព្រះមហេសីមានចិត្តបែបនេះដូច្នេះហើយក៏បានទូលរឿងនេះទៅកាន់ព្រះរាជាដែលជាស្វាមីពេលដែលព្រះរាជាបានជ្រាបហើយក៏កោះហៅមនុស្សមកជំនុំហៅទាហានហៅសេនាបតីមកហើយក៏បាននិយាយថាខ្លួនចង់បានកង្កោកមាសមានអ្នកណាដឹងពីតម្រុយខ្លះទេពួកទាហានក៏បានប្រម៉ែប្រមូលព្រានព្រៃនិងអ្នកដើរព្រៃទាំងឡាយមកជំនុំគ្នាបន្ទាប់មកកូនព្រានព្រៃដែលដឹងថាកង្កោកមាសនោះមានពិតក៏បានទូលដំណឹងនេះទៅព្រះរាជាបានប្រទានទ្រព្យឲ្យចំនួនជាច្រើនព្រានព្រៃនោះពេលបានទ្រព្យសម្បត្តិពីព្រះរាជាហើយក៏បានយកទ្រព្យសម្បត្តិនោះប្រគល់ទៅឲ្យកូនហើយក៏ចូលព្រៃធ្វើដំណើរទៅកាន់ទិសដៅដែលឪពុកបានប្រាប់ធ្វើដំណើរច្រើនខែរហូតដល់ភ្នំមួយដែលមានស្ដេចកង្កោកមាសស្នាក់អាស្រ័យនេះព្រានព្រៃក៏ទៅពួននៅពេលដែលឃើញកង្កោកមាសហើយក៏ដាក់អន្ទាក់ក៏បានធ្វើការចាប់កង្កោកមាសនោះពីមួយថ្ងៃទៅមួយថ្ងៃពីមួយខែទៅមួយខែពីមួយឆ្នាំទៅមួយឆ្នាំចាប់យ៉ាងម៉េចក៏ចាប់មិនបានរហូតដល់ព្រានព្រៃនោះបាត់បង់ជីវិតនៅក្នុងព្រៃចំណែកមហេសីពេលវេលាកន្លងផុតទៅច្រើនឆ្នាំមិនមានឱកាសបានស្ដាប់ធម៌ពីស្ដេចកង្កោកមាសនៅទីបំផុតក៏ក្រំចិត្តហើយក៏ចូលទីវង្គតព្រះរាជានៅពេលដែលមហេសីចូលទីវង្គតក៏មានកើតការចងគំនុំជាមួយនឹងកង្កោកមាសដែលជាហេតុធ្វើឲ្យមហេសីចូលទីវង្គតក៏បានសរសេររឿងនេះចូលទៅក្នុងកំណត់ហេតុក្រាំងមាសដោយចិត្តចង់អាឃាតថាបើអ្នកណាបានស៊ីសាច់កង្កោកមាសនឹងធ្វើឲ្យជីវិតអមតៈមិនចាស់មិនឈឺមិនស្លាប់អញ្ចឹងបន្ទាប់ពីគាត់កំណត់ត្រានេះហើយព្រះរាជាក៏បានចូលទីវង្គតតាមមហេសីទៅអញ្ចឹងព្រះរាជាឡើងក្រោយមកនៅពេលដែលបានឃើញកំណត់ហេតុក្រាំងមាសនេះក៏បានដឹងថាបើអ្នកណាបានសោយសាច់កង្កោកមាសនោះនឹងមានជីវិតអមតៈមិនចាស់មិនឈឺមិនស្លាប់អញ្ចឹងក៏កើតមានការលោភលន់ចង់មានជីវិតអមតៈក៏បញ្ជូនទាហានបញ្ជូននាយព្រានព្រៃចូលទៅក្នុងព្រៃដើម្បីទៅតាមចាប់ទៅតាមសម្លាប់កង្កោកមាសនោះធ្វើបែបនេះរហូតបញ្ជូនព្រានព្រៃណាទៅក៏មិនអាចចាប់កង្កោកមាសនេះបានអញ្ចឹងព្រះរាជាគ្រប់ព្រះអង្គធ្វើបែបហ្នឹងឲ្យ
តែព្រះរាជាណាបានឃើញដំរានឹងគឺធ្វើតាមរយៈពេល700ឆ្នាំអស់6រាជកាលគឺបំណងចាប់ស្ដេចក្ងោកមាសនោះមកសោយជាអាហារបំណងចង់ឲ្យខ្លួនឯងមានជីវិតអមតៈប៉ុន្តែកន្លងផុតទៅ700ឆ្នាំអស់6រាជកាលមិនមានអ្នកណាចាប់ស្ដេចក្ងោកនោះបានឡើយរហូតដល់សម័យព្រះរាជាអង្គទី7ក៏ធ្វើដូចគ្នាដែរក៏បានបញ្ជូនព្រានព្រៃទៅព្រានព្រៃនោះទៅចាប់ក្ងោកមាសនោះដោយការដាក់អន្ទាក់ចាប់អស់រយៈពេល7ឆ្នាំក៏មិនអាចចាប់ក្ងោកមាសនោះបានតែព្រានព្រៃនេះជាមនុស្សមានបញ្ញាក៏គិតក្នុងចិត្តថាក្ងោកនេះប្រកាសជាមានអ្វីល្អហើយហេតុអីក៏យើងចាប់មិនបានអញ្ចឹងព្រោះថាព្រានព្រៃ6ចំនួនមកហើយនៅតែចាប់មិនបានអញ្ចឹងបានន័យថាក្ងោកមាសនេះប្រកាសជាមានអ្វីល្អជាប់ខ្លួនហើយអញ្ចឹងនាយព្រានព្រៃនោះក៏ពួនចាំសង្កេតក៏ឃើញថារាល់ព្រឹកពេលព្រះអាទិត្យរះក្ងោកមាសនេះក៏ហើរចុះមកពីលអាងដែលជាទីស្នាក់អាស្រ័យហើយក៏មកទុំលើដើមជ្រៃបែរមុខទៅកើតសម្លឹងមើលព្រះអាទិត្យហើយក៏សូត្រព្រះបរិត្តពេលសូត្រព្រះបរិត្តរួចក៏ហើរទៅរកអាហារនៅពេលព្រះអាទិត្យលិចពេលល្ងាចក្ងោកមាសត្រឡប់មកពីរកអាហារវិញក៏មកទុំលើដើមជ្រៃបែរមុខទៅលិចមើលព្រះអាទិត្យហើយសូត្រព្រះបរិត្តហើយក្ងោកមាសនេះក៏ហើរចូលលអាងទៅនាយព្រានព្រៃក៏សង្កេតឃើញក្ងោកធ្វើបែបនេះរាល់ថ្ងៃមិនដែលខានសោះក្ងោកមាសនោះសូត្របរិត្តពេលព្រឹកនិងពេលល្ងាចដូច្នេះក្ងោកមាសនេះនៅក្នុងព្រៃនៅម្នាក់ឯងហើយក៏ប្រព្រឹត្តធម៌អញ្ចឹងដោយអានុភាពនៃការប្រព្រឹត្តប្រមចរិយៈនិងអានុភាពនៃព្រះបរិត្តគឺជាមូលហេតុដ៏សំខាន់ដែលធ្វើឲ្យអស់6រជ្ជកាលហើយមិនមានអ្នកណាចាប់ក្ងោកមាសនេះបានអញ្ចឹងព្រានព្រៃនឹងសង្កេតឃើញបែបនេះហើយក៏ចាក់ចេញពីព្រៃទៅហើយក៏រកឧបាយដោយការចាប់ក្ងោកញីមួយក្បាលមកយកក្ងោកញីមួយក្បាលនោះមកបង្វឹកដោយការនៅពេលដែលខ្លួនផ្ទាត់ដៃក៏ឲ្យក្ងោកមាសនោះឲ្យក្ងោកនោះច្រៀងនៅពេលដែលទះដៃឲ្យក្ងោកនោះរាំពុតពេនអញ្ចឹងទៅអញ្ចឹងដល់ពេលហ្វឹកហាត់ក្ងោកញីនោះចេះសពគ្រប់ហើយក៏នាំយកក្ងោកញីនោះត្រឡប់មកព្រៃអញ្ចឹងលុះដល់ព្រឹកឡើងដោយសពដងក្ងោកមាសនោះហើរចេញពីលអាងរៀបចំសូត្រព្រះបរិត្តព្រានព្រៃនោះក៏បានប្រឡែងក្ងោកញីដែលបង្វឹកមកយ៉ាងល្អហើយឲ្យហើរទៅរកក្ងោកមាសនឹងនៅពេលដែលដើរចូលទៅហើយព្រានព្រៃក៏ផ្ទាត់ដៃដើម្បីឲ្យក្ងោកញីនោះបន្លឺសំឡេងច្រៀងយ៉ាងពីរោះហើយក៏ទះដៃដើម្បីឲ្យក្ងោកញីនោះរាំពុតពេនដាក់ស្ដេចក្ងោកមាសចំណែកស្ដេចក្ងោកមាសនៅពេលដែលឃើញក្ងោកញីមករំមកពុតពេនកិលេសក្នុងចិត្តក៏កម្រើកធ្វើឲ្យសូត្រព្រះបរិត្តមិនបានកិលេសផុសឡើងរហូតដល់ធ្វើឲ្យរំខានមិនអាចសូត្រព្រះបរិត្តបានអញ្ចឹងដល់ពេលក្ងោកមាសនោះឃើញចឹងទៅក៏ហើរទៅរកក្ងោកញីហ្នឹងពេលហើរទៅក៏ជាប់អន្ទាក់គេអញ្ចឹងឃើញណាអន្ទាក់ហ្នឹងអស់រយៈពេល700ឆ្នាំអស់6រជ្ជកាលហើយចាប់យ៉ាងម៉េចក៏ចាប់អត់បានព្រោះក្ងោកមាសសូត្រព្រះបរិត្តដោយចិត្តស្ងប់ហើយនឹងចិត្តមិនរវើរវាយឡើយតែដល់ពេលបានជួបក្ងោកញីមករំមកច្រៀងពុតពេនខ្លួននៅនឹងមុខធ្វើឲ្យកិលេសក្នុងចិត្តវាផុសឡើងដូច្នេះហើយធ្វើឲ្យអានុភាពនៃព្រះបរិត្តមិនបានកើតឡើងដោយសារតែកិលេសនៅក្នុងចិត្តផុសឡើងតើត្រូវព្រានព្រៃចាប់បាននៅទីបំផុតចាឥឡូវសម្រាប់មូលហេតុទី2ដែលធ្វើឲ្យសូត្រមុនហើយមិនបានទទួលផលគឺដោយសារកិលេសផុសឡើងនៅក្នុងចិត្តហើយអ្នកគ្រូក៏បានលើកយកឧទាហរណ៍ខ្លីៗនៃស្ដេចក្ងោកយកមកដើម្បីឲ្យយល់ថាកិលេសផុសឡើងនៅក្នុងចិត្តវាបែបណាអញ្ចឹងមូលហេតុទី3នឹងបន្តនៅវីដេអូក្រោយទៀតអញ្ចឹងបើចង់ដឹងថាមូលហេតុទី3នោះមកពីហេតុអីដែលធ្វើឲ្យពុទ្ធមន្តមិនមានអត្ថភាពអញ្ចឹងចាំស្ដាប់វីដេអូបន្តណា